សួស្តីនិងសូមស្វាគមន៍មកកាន់ Sophia Tech KH នៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញអ្នកពីរបៀបដំឡើង Python នៅលើ Computer Windows មួយជំហានម្ដងតោះចាប់តាំងជាដំបូងខ្ញុំសូមបញ្ជាក់ថាវីដេអូនេះគឺបញ្ចូលសំឡេងដោយ AI ដូច្នេះសូមអធិស្ឋានផងប្រសិនបើមានអ្វីខុសឆ្គងជំហានទី1ទាញយក Python បើកកម្មវិធី browser របស់អ្នកហើយចូលទៅកាន់គេហទំព័រផ្លូវការរបស់ Python https://www.python.org/downloads ចុចលើប៊ូតុងពណ៌លឿង Download Python 3.13.4 version ចុងក្រោយបំផុតនឹងត្រូវបានបង្ហាញដោយស្វ័យប្រវត្តិសម្រាប់ Windows version ចុងក្រោយនៅពេលនេះគឺ 3.13.4 តែ version ដែលអ្នកឃើញអាចខុសគ្នាអាចលើ version 3.13.4 នេះនៅពេលទាញយករួចសូមបើក file ដំឡើងជំហានទី2ដំណើរការកម្មវិធីដំឡើងបន្តមកត្រូវប្រកាសថាអ្នក tick ជំរឿនខាងក្រៅ documentation ដើម្បីដំឡើងឯកសារណែនាំអំពី Python pip ដើម្បីដំឡើង pip ដែលអាចទាញយកនិងដំឡើងកញ្ចប់កម្មវិធី Python ផ្សេងទៀត TCL TK និង IDLE ដើម្បីដំឡើង Tinker និងកម្មវិធី IDLE សម្រាប់ដំណើរការ Python py launcher ដើម្បីដំឡើងកម្មវិធីបើកដំណើរការ py សកលដើម្បីធ្វើឲ្យវាកាន់តែងាយស្រួលក្នុងការចាប់ផ្ដើម Python បន្ទាប់មកចុច next ដើម្បីបន្តមកអ្នកត្រូវ tick add Python to environment variables នេះសំខាន់ណាស់វាអនុញ្ញាតឲ្យដំណើរការ Python នៅចេញពី directory ណាក៏បានក្នុង command prompt ដែលមិនចាំបាច់វាយ path ពេញទេបន្ទាប់មកចុច install រងចាំការដំឡើងបញ្ចប់ជាទូទៅវាចំណាយពេល1ឬ2នាទីនៅពេលដែលវារួចរាល់សូមចុចបិទជំហានទី3ផ្ទៀងផ្ទាត់ការដំឡើងឥឡូវនេះសូមពិនិត្យមើលថាតើ Python ត្រូវបានដំឡើងត្រឹមត្រូវដែរឬទេបើកម្មវិធី command prompt ចុច Windows+R វាយ command និងចុច enter នៅខាង terminal សូមវាយបញ្ចូល Python ---- version អ្នកត្រូវបានឃើញ version Python ដែលបានដំឡើងឧទាហរណ៍ Python 3.13.4 អ្នកមានន័យថាវាដំណើរការយើងក៏បានដំឡើង pip ដែលជាកម្មវិធីគ្រប់គ្រងកញ្ចប់កម្មវិធី Python សូមពិនិត្យ pip ផងដែរនៅខាង terminal ដូចគ្នាសូមវាបញ្ចូល pip ---- version ប្រសិនបើអ្នកឃើញ version pip វារួចរាល់សម្រាប់ប្រើប្រាស់រួចរាល់ហើយអ្នកបានដំឡើង Python ដោយជោគជ័យនៅលើ Computer Windows របស់អ្នកឥឡូវនេះអ្នកអាចចាប់ផ្ដើមប្រើប្រាស់វាសរសេរកូដបានហើយប្រសិនបើអ្នកយល់ថាវីដេអូបង្រៀននេះមានប្រយោជន៍សូមជួយ like follow ឬ subscribe ដើម្បីទទួលបានវីដេអូបន្ទាប់តាមរយៈ Facebook page និង YouTube channel របស់ Sophia Tech KH អរគុណសម្រាប់ការទស្សនាហើយជួបគ្នានៅវគ្គបន្ត